ជំរាបសួរទស្សនិកជនដែលកំពុងតែទស្សនានៅលើ YouTube កូនអ្នកត្បូងឃ្មុំទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីទេសភាពទិដ្ឋភាពនៅក្នុងភូមិមួយដែលភូមិនេះគឺមានឈ្មោះថាភូមិងើធំដែលនៅក្នុងឃុំត្រមូងស្រុកមេមត់ខេត្តត្បូងឃ្មុំជាមួយនឹងទេសភាពនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញអំពីទិដ្ឋភាពទូទៅរួមនៅក្នុងភូមិតែម្ដងដែលមិនខុសពីភូមិដទៃទេនៅក្នុងភូមិគឺមានផ្ទះរបស់បងប្អូនប្រជាពលរដ្ឋមានដំណាំហូបផ្លែផ្សេងៗដែលគាត់ធ្វើការដាំនៅក្បែរផ្ទះតែម្ដងជាមួយនឹងក្នុងផ្ទះដ៏ច្រើនដែលបងប្អូនយើងអាចឃើញហើយពណ៌ដំបូលនៅផ្ទះពោពេញទៅដោយការប្រក់ក្បឿងហើយបើយើងនិយាយអំពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលមានស្ថានភាពផ្ទះធំប៉ុណ្នេះយើងគិតថាជីវភាពរបស់គាត់គឺប្រសើរច្រើនជាមួយគ្នានោះដែរបងប្អូនយើងក៏ឃើញមានដំណាំនៅក្បែរផ្ទះណាគឺសុទ្ធសឹងតែជាដំណាំដែលមានតម្លៃទូយ៉ាងដូចជាដំណាំកៅស៊ូដំណាំម្រេចជាដើមដែលនៅភូមិនេះគឺស្ថិតនៅលើដីក្រហមហើយដីក្រហមគឺជាដីមួយប្រភេទដែលវាអាចអនុញ្ញាតឲ្យដំណាំផ្សេងហ្នឹងគឺដាំដុះនៅលើវាហើយលូតលាស់បានល្អក្រៅពីដំណាំដែលប្រភេទជាដំណាំសេដ្ឋកិច្ចមានដូចជាកៅស៊ូម្រេចហ្នឹងក៏ឃើញមានដំណាំហូបផ្លែជាច្រើនដែលធ្វើការដាំដុះនៅក្បែរផ្ទះតែម្ដងអញ្ចឹងមិនថាប្រជាពលរដ្ឋខ្មែរយើងណាគឺគាត់មិនខ្ជិលមិនច្រអូសទេតែណាកន្លែងណាមានដីតនេមានកលុកកលៀតណាគឺគាត់ជីកដាក់គ្រាប់ដាំដុះហើយដើម្បីទទួលបានទិន្នផលផ្លែផ្កាហើយជាមួយគ្នានោះយើងក៏ឃើញថានៅក្បែរភូមិណាក៏មានជាស្រែផងដែរដែលស្រែខៀវសង្ងាត់ហ្នឹងគឺជាស្រែស្រូវរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិនេះផ្ទាល់តែម្ដងអមសងខាងផ្លូវជាតិឃើញទិដ្ឋភាពបែបនេះហើយណាគឺខ្ញុំនឹកដល់កាលពីវ័យកុមារភាពដែលមិនភ្លេចទេការខ្ញុំនៅជាកូនសិស្សដែលដើរតាមលោកដើរតាមព្រះសង្ឃណាធ្វើការនិមន្តបិណ្ឌបាតអញ្ចឹងខ្ញុំតែងតែឌុបព្រះសង្ឃដើម្បីធ្វើការបិណ្ឌបាតនៅក្នុងភូមិនេះហើយមិនភ្លេចទេបាយបាតបាយបិណ្ឌរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិនេះគឺមិនត្រឹមតែជាបាយដែលបងប្អូនយើងធ្វើបុណ្យឧទ្ទិសកុសលជូនទៅដល់ញាតិការរបស់បងប្អូនប៉ុណ្ណោះទេប៉ុន្តែវាបានចិញ្ចឹមសិស្សានុសិស្សជាពិសេសហ្នឹងគឺក្មេងវត្តដែលគាត់ស្នាក់នៅមិនថាជាក្មេងវត្តសិក្សាឬក៏ក្មេងវត្តដែលស្នាក់នៅវត្តដើម្បីសិក្សារៀនធម៌បន្តទៅបួសជាព្រះសង្ឃនោះទេធ្វើត្រឡប់មកក្នុងវិញយើងឃើញហើយជាមួយនឹងអមសងខាងផ្លូវក៏ឃើញមានជាដំណាំកៅស៊ូនិងដំណាំម្រេចអញ្ចឹងឲ្យយើងបានឃើញថាដំណាំទាំងអស់នេះគឺជាដំណាំគោលដែលបងប្អូនប្រជាពលរដ្ឋនៅទីនេះណាធ្វើការដាំដុះនិងទទួលបានផលពីវាបើនិយាយអំពីការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដែលគាត់នៅក្នុងភូមិនេះណាបើតាមដែលខ្ញុំធ្លាប់ស្ដាប់ឮចាស់គាត់និយាយតគ្នាគាត់ថាភូមិនេះហើយគឺជាភូមិមួយដែលមានបងប្អូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិចដែលគាត់រស់នៅទីនេះណាបើទោះបីជាពេលនេះមកដល់ពេលសម័យបច្ចុប្បន្នបែបទំនើបទៅហើយនៅក្នុងភូមិហ្នឹងណាក៏គាត់មិនសូវជាចោលទំនៀមទម្លាប់របស់គាត់ពីបុរាណដែរដែលបើសិនជាបងប្អូនយើងជាជនជាតិដើមភាគតិចអញ្ចឹងទៅគាត់ថាគាត់បោះបង់ចោលនៅភាសាដែលគាត់ធ្លាប់និយាយធ្លាប់បីជាភាសារបស់គាត់ហើយគាត់និយាយជាភាសាខ្មែរប៉ុន្តែជីវភាពរស់នៅដូចជាការធ្វើម្ហូបដូចជាការដើរបេះបន្លែបេះបន្លុកទៅតាមចំការតាមអីផ្សេងៗណាគឺគាត់នៅតែរក្សាបែបបទពីដើមរបស់គាត់នឹងឯងជាចុងក្រោយតម្លៃនៅក្នុងវីដេអូនេះគឺគ្មានអ្វីក្រៅពីបង្ហាញបងប្អូនយើងឲ្យស្គាល់ឲ្យបានឃើញអំពីទិដ្ឋភាពក៏ដូចជាទេសភាពនៅក្នុងភូមិនេះនោះទេហើយប្រសិនបើបងប្អូនចង់ឲ្យខ្ញុំទៅថតនៅភូមិឯណាទៀតនឹងបងប្អូនកុំភ្លេច comment នៅខាងក្រោមជួបគ្នានៅវីដេអូក្រោយជាបន្តទៀត